with someone. Okay, so let's continue, everybody. Today I'm going to teach you three more useful English idioms. We're gonna, let's say, translate together. Actually, I'm not teaching you because I am also learning from these idioms, and I believe this is really, really useful to know. Okay, that's why I decided to do this. Okay, so let's start. Uh, Informal to be very successful. The band has hit big in the US ចឹង informal នេះគឺប្រែថាដែលយើងបានប្រាប់ពីវីដេអូមុនហ្នឹងគឺប្រែថាជាភាសាដែលយើងប្រើជារៀងរាល់ថ្ងៃមិនមែនជាភាសាផ្លូវការយើងអត់ត្រូវរៀងទេហើយគេថាអឺជោគជ័យខ្លាំងណាស់ Okay to be very successful ជោគជ័យខ្លាំងណាស់ចឹងឧទាហរណ៍គេដាក់ថា The band has hit big in the US ចឹងក្រុមតន្ត្រី The band ហ្នឹងក្រុមតន្ត្រីជោគជ័យខ្លាំងណាស់នៅក្នុងអាមេរិកhas hit big in the US ជោគជ័យខ្លាំងណាស់នៅអាមេរិកអញ្ចឹងចម្លើយវាគឺ the answer is hit it big ជោគជ័យខ្លាំងណាស់ and the next idiom is also informal to be very successful ស្តីងគ្នា idiom ទាំង3នេះខ្ញុំកំពុងតែបង្ហាញអ្នកនរគ្នាគឺវាស្តីងគ្នាមានន័យដូចគ្នា idiom គឺស្តីងគ្នាប៉ុន្តែន័យអត្ថន័យគឺដូចគ្នា to be very successful ជោគជ័យខ្លាំងណាស់ he's hoping to the answer is make it big on TV ចឹង he's hoping to make it big on TV គឺថាគាត់សង្ឃឹមថានឹងជោគជ័យនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ឬក៏វិថីទូរទស្សន៍បានន័យថាគាត់ចង់ល្បីចង់ខ្លាយទៅជាតារាល្បីប្រចាំប៉ុស្តិ៍ទូរទស្សន៍ឬក៏គាត់ចង់ខ្លាយទៅជាពិធីករល្បីនៅក្នុងប៉ុស្តិ៍ទូរទស្សន៍អញ្ចឹងវាអាចមានវិធីអាចមានចម្លើយច្រើនឬក៏អាចមានចម្លើយច្រើនតាមរយៈទូរទស្សន៍ហ្នឹងប៉ុន្តែគាត់ចង់ល្បីទៅតាមរយៈទូរទស្សន៍ហ្នឹង Okay the last one informal to praise or recommend somebody or something strongly អូខេអញ្ចឹងខ្ញុំប្រាប់មិញខុសឯទី6នេះគឺគេនិយាយពីរឿងផ្សេងគេចង់និយាយថាលើកសរសើរ to praise លើកសរសើរឬ recommend somebody ឬក៏យើងឲ្យជាឬក៏យើងនិយាយល្អពីនរណាម្នាក់ឬក៏អ្វីមួយជាខ្លាំង recommend មានន័យថាយើងនិយាយល្អពីនរណាម្នាក់ទៅកាន់អ្នកណាម្នាក់ទៀតណាឧបមាថាយើងមានមិត្តភ័ក្តិដែលជាប្រធានក្រុមហ៊ុនអញ្ចឹងទៅពេលយើងនិយាយថា recommend មានន័យថាយើងណែនាំនរណាម្នាក់ទៅកត់នឹងយើងនិយាយឈ្មោះរបស់ម្នាក់ឧបមាថាមិត្តភ័ក្តិយើងមួយទៀតយើងចង់ឲ្យមិត្តភ័ក្តិយើងដែលជាតកែក្រុមហ៊ុនហ្នឹងគាត់ consider គាត់គិតអំពី position ឬក៏ឲ្យតំណែងណាមួយទៅកាន់មិត្តភ័ក្តិម្នាក់ទៀតហ្នឹងគឺប្រើពាក្យ recommend to praise or recommend somebody something strongly but that to លើកសរសើរកោតសរសើរឬក៏និយាយល្អពីនរណាម្នាក់ឬអ្វីមួយយ៉ាងខ្លាំង strongly he's been picking up the new album on his radio show អញ្ចឹងចម្លើយគឺ big up អញ្ចឹង big up នោះមានន័យថាម្ដងទៀតណា big up គឺកោតសរសើរឬក៏និយាយល្អយ៉ាងខ្លាំងអំពីអ្វីមួយឬក៏នរណាម្នាក់ហ្នឹងចឹង he's been picking up the new album on his radio show ចឹងគាត់កំពុងតែលើកសរសើរអំពី album ថ្មីរបស់គាត់នៅក្នុងកម្មវិធី Pop Radio official របស់គាត់នឹងចឹងសម័យឥឡូវយើងអត់ស្ដាប់ radio ទៀតទេណាប៉ុន្តែពីដើមគឺ radio ហ្នឹងឯងមុនដែលយើងមាន Facebook មាន social media ហ្នឹងគឺ radio នឹងសម័យខ្ញុំក៏សម័យស្ដាប់បទចម្រៀងតាម radio ដែរអញ្ចឹង album នេះគឺចង់សំដៅទៅលើបទចម្រៀងអញ្ចឹងគាត់គឺជាតារាចម្រៀងហើយគាត់កំពុងតែសរសើរឬក៏នឹងឲ្យគាត់សរសើរពី album បទចម្រៀងថ្មីរបស់គាត់នៅក្នុងកម្មវិធី Pop Radio នឹង Alright so thank you so much for today